មនុស្សជាច្រើនគិតថាបើប្រទេសដូចខ្លួនចង់ទៅអត់មានស្ថានទូតនៅខ្មែរអាចដាក់វីសាបានទេដូចជានេប៉ាល់វីសាជាដើមប៉ុន្តែការប៉ះដែរមិនមែនដឹងទេលោកអ្នកនៅតែអាចស្នើសុំបានអញ្ចឹងគ្រាន់តែត្រូវចំណាយទាំងពេលវេលានិងកម្លាំងចិត្តប៉ុន្តែបើលោកអ្នកមិនធ្វើជាមួយពួកយើងក្រុមការងារយើងនឹងជួយណែនាំនៅពិនិត្យឯកសារបានគ្រប់ជំហានដើម្បីឲ្យការធ្វើដំណើររបស់លោកអ្នកកាន់តែងាយស្រួលហើយអ្វីដែលកាន់តែពិសេសប្រទេសនេប៉ាល់កំពុងតែទាមទារទេសចរជាច្រើនជុំវិញពិភពលោកដោយសារមូលហេតុទាំងនេះបើនិយាយពីនេប៉ាល់មនុស្សភាគច្រើនប្រកាសជានឹកឃើញនៅភ្នំអេវរ៉េសមុនគេហើយព្រោះវាជាភ្នំខ្ពស់បំផុតនៅលើពិភពលោកនិងជាក្តីសម័យរបស់អ្នកចូលចិត្តផ្សងព្រេងជាច្រើនបើអ្នកចង់សម្រាប់លំហែកាយផូខារ៉ាគឺជាកន្លែងដែលអត់គួរមើលរំលងទេអ្នកអាចជិះទូកនៅលើបឹងហ្វេវ៉ាមើលទេសភាពភ្នំហេម៉ាឡៃឬសាកល្បង paragliding ដើម្បីទទួលបានបទពិសោធន៍ដ៏រំភើបសម្រាប់អ្នកស្រឡាញ់ធម្មជាតិកុំភ្លេចទៅលេងនៅឧទ្យានជាតិវ័នដែលលោកអ្នកអាចជិះជីប Safari និងមានឱកាសឃើញសត្វរមៀរដំរីនិងសត្វព្រៃជាច្រើនទៀតខាតម៉ាន់ឌូគឺជារដ្ឋធានីរបស់នេប៉ាល់ដែលពោរពេញទៅដោយប្រាសាទបុរាណវត្តអារាមនិងវប្បធម៌ដ៏សម្បូរបែបហើយបើអ្នកចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនិងព្រះពុទ្ធសាសនាលោកពេមាគឺជាកន្លែងដែលលោកអ្នកអត់គួរមើលរំលងព្រោះទីនេះគឺជាកន្លែងប្រសូតរបស់ព្រះពុទ្ធនិងមានបរិយាកាសស្ងប់ស្ងាត់ជាខ្លាំងដូច្នេះបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ការស្នើសុំវីសាទៅកាន់ប្រទេសនេប៉ាល់សូមទាក់ទងមកពួកយើងឥឡូវនេះដើម្បីដឹងពីលក្ខខណ្ឌក្នុងការស្នើសុំនេប៉ាល់វីសាដែលឥតគិតថ្លៃ